ក្រុមហ៊ុន Kaling Angel Boss Cambodia ដែលនាំចូលនៅផលិតផលឱសថបំពន់បែបធម្មជាតិបានប្រារព្ធពិធីខួបគម្រប់6ឆ្នាំរបស់ខ្លួនកាលពីចុងសប្តាហ៍កន្លងទៅនាមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្ររាជធានីភ្នំពេញលោកកុយលេប៉ូអគ្គនាយកក្រុមហ៊ុននេះបានឲ្យដឹងថាក្រុមហ៊ុន Kaling អន្តរជាតិនៅប្រទេសម៉ាឡេស៊ីគឺជាក្រុមហ៊ុនលក់ផ្ទាល់ជាសកលដែលបានបង្កើតឡើងកាលពីឆ្នាំ2000និងបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ2009ដោយមានការរីកចម្រើនយ៉ាងខ្លាំងក្រុមហ៊ុនមានទស្សនវិស័យនិងបេសកកម្មធំ6យ៉ាងគឺត្រូវចេះស្គាល់ពីសុខភាពខ្លួនឯងត្រូវចេះមានជំនឿជឿជាក់លើខ្លួនឯងត្រូវចេះស្វ័យសិក្សាដោយខ្លួនឯងត្រូវចេះអភិវឌ្ឍខ្លួនបំបត្តិភាពភ័យខ្លាចត្រូវចេះបង្កើតពាណិជ្ជកម្មផ្ទាល់ខ្លួននិងត្រូវចេះស្វែងយល់អំពីផលិតផលអាហារបំពន់បែបធម្មជាតិលោកបានបន្តថាកត្តាទាំងនេះគឺដើម្បីជួយលើកកម្ពស់សុខុមាលភាពជីវភាពសមត្ថភាពកាត់បន្ថយភាពក្រីក្រនិងរួមចំណែកអភិវឌ្ឍប្រទេសជាតិស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាយុធមហេងប៊ុនគៀតអគ្គនាយកនាយកដ្ឋានឱសថចំណីអាហារបរិក្ខារពេទ្យនិងគ្រឿងសម្អាងនៃក្រសួងសុខាភិបាលបានឲ្យដឹងថាវិស័យឯកជនបានចូលរួមលើកតម្កើងសុខុមាលភាពកសាងសមត្ថភាពនិងលើកតម្កើងជីវភាពជូនដល់ប្រជាពលរដ្ឋស្របតាមអ្វីដែលក្រសួងក៏ដូចជារាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់អាយុធមបន្តថាក្រសួងសុខាភិបាលកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យសុខភាពដោយកំពុងទប់ស្កាត់ក៏ដូចជាលុបបំបាត់ឱសថក្លែងក្លាយផលិតផលក្លែងក្លាយនិងឱសថដែលគ្មានច្បាប់មន្ត្រីពេទ្យដែលគ្មានសញ្ញាបត្រគ្មានការអនុញ្ញាតគ្រប់គ្រាន់មិនត្រឹមត្រូវតាមបច្ចេកទេសមិនឲ្យធ្វើការបម្រើសេវាចែកចាយឱសថដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋសូមបញ្ជាក់ថាក្រុមហ៊ុន Kaling Cambodia សម្រេចបានចំនួនអ្នកតំណាងចែកចាយរបស់ខ្លួនរហូតដល់ច្រើនជាង20000នាក់នាពេលបច្ចុប្បន្ននេះព្រមទាំងមានទីស្នាក់ការចែកចាយផលិតផលនិងស្នាក់ការចែកចាយបន្តរបស់ខ្លួននៅទូទាំងរាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជា